316 I have a sister ខ្ញុំមានបងប្អូនស្រី but blank brother ប៉ុន្តែបងប្អូនប្រុសតើមើលជំរើសរបស់យើង A some B any B no C none បើយើងយោងទៅលើអត្ថន័យមានអាពីរនោះខុសស្រាប់គឺណាបើចឹងយោងទៅលើអត្ថន័យមិនអាចយក some ហើយនឹង any ទេព្រោះ some any ហ្នឹងយើងឃើញតែប្រយោគរបស់យើងជាប្រយោគអីគេស្របចឹងហ៎ប្រយោគស្រប some any ប្រហែលតែខ្លះចឹងបានន័យថាមានហើយក្នុងន័យប្រយោគរបស់យើងវាត្រូវអត់មានទេពីព្រោះពីដើមគេថាមាន sister ហើយក្រោយមកគេភ្ជាប់ដោយបាត់ចឹងអាម្ខាងត្រូវផ្ទុយចឹងខាងមុខមានខាងក្រោយត្រូវអត់ចឹងមិនអាចយក some any ទេយើងត្រូវយកអាណាដែលធ្វើឲ្យន័យវាបដិសេធគឺអាចជា C ឬក៏ D no ហើយនឹង none no ហើយនឹង none សុទ្ធតែន័យវាបដិសេធឡើយ you know ក៏យក none you know ហើយទៅអ្វីណាបានមកពីវាមាន noun no ហើយនឹង none មានន័យដូចគ្នាតែបន្សំខុសគ្នា none មិនអាចបូក noun ទេផ្ទុយទៅវិញ no វាត្រូវការ noun ជាដាច់ខាតជាងផ្ទុយស្រឡះមកណាអានេះផ្ទុយ180ដឺក្រេមកណា no អត់ noun មិនបានទេដល់ none មាន noun មិនបានទេវាផ្ទុយនេះចឹងបាទឥឡូវបើយើងវាមាន noun គឺ noun brother កាលណាមាន noun វាត្រូវការ no អញ្ចឹងម្ដងទៀតចម្លើយរបស់យើងគឺចម្លើយ C ពាក្យ no no អត់ប្រកាន់ noun ទេ noun ប្រភេទណាក៏ប្រើបានដែរ no noun singular ក៏បាន uncount ក៏បាន plural ក៏បានដែរ I have no money I have no girlfriends I have no ideas ហើយ idea របស់យើងយក idea singular ក៏បាន idea plural ក៏បានដែរ no ហ្នឹងបូកមួយ noun បានគ្រប់ប្រភេទទាំងអស់ណាវាអត់មែនប៉ុន្តែប្រើបានអញ្ចឹងហ្មងតែចឹងប្រយោគដែលយើងបានគឺ I have a sister but no brothers ខ្ញុំមាន sister ម្នាក់ប៉ុន្តែគ្មាន brother ទេយើងចាំទុកណាចាប់កាយឡើយហ្នឹង no បូក noun បានគ្រប់ប្រភេទកុំគិតថាវាអត់ប្រើ plural មិនបានណា